ប្រុសច្រើនយល់ច្រឡំនៅចំណុចទាំងនេះកុំគិតថារឿងតូចតាចពេលអីម្ដងមិនមានបញ្ហាហើយចេះតែមិនខ្វល់នោះប្រយ័ត្នថ្ងៃក្រោយបែកគ្នាដោយសារតែរឿងអស់នឹងខាងក្រោមនេះជាកំហុសតូចដែលប្រុសគ្នាយើងមើលរំលងគិតថាមិនអីតោះមកស្វែងយល់ទាំងអស់គ្នានិងរកដំណោះស្រាយចំណុចទី1គិតតែពីអារម្មណ៍ខ្លួនឯងស្រីត្រូវការពេលដើម្បីបង្កើតអារម្មណ៍រូបភេទស្រាប់ស្រាលហើយប្រុសភាគច្រើនគិតតែអារម្មណ៍ខ្លួនឯងហើយអត់ដឹងទេថាការអោបថើបឬបបោសអង្អែលអាចជួយឲ្យដៃគូកាន់តែមានអារម្មណ៍ស្រាប់ស្រាលការបបោសអង្អែលក៏ជួយឲ្យស្រីមានអារម្មណ៍សុវត្ថិភាពបង្កើនទំនុកចិត្តនិងសេរីភាពក្នុងពេលប្រយុទ្ធបបោសអង្អែលត្រឹម30នាទីអាចជួយឲ្យអរម៉ូនអុកស៊ីតូស៊ីនចេញមកជួយបង្កើតអារម្មណ៍រួមភេទបានចំណុចទី2គិតថាខ្លួនឯងដឹងរឿងអ្វីគ្រប់យ៉ាងចង់មិនចង់ស្រីភាគច្រើនបង្ខំចិត្តលាក់អារម្មណ៍ខ្លួនឯងដោយបង្ហាញថាខ្លួនបានដល់ចំណុចកំពូលនៅពេលរួមភេទដើម្បីកុំឲ្យដៃគូអន់ចិត្តឯប្រុសវិញបែរគិតថាខាងស្រីពេញចិត្តហើយមើលទៅខណៈដែលការពិតស្រីអាចមិនស្កប់ស្កល់បើពិតជាស្រឡាញ់ដៃគូមែនហើយចង់នាងឈានដល់ឋានសួគ៌ដែរប្រុសត្រូវស៊ូនាំពីអ្វីអាចធ្វើឲ្យនាងខាងស្រីមានសេចក្តីសុខពិតប្រាកដសាកល្បងឲ្យនាងនិយាយពីអ្វីដែលចូលចិត្តឬមិនចូលចិត្តក្នុងពេលប្រតិបត្តិការម្ដងចំណុចទី3មិនដែលសាកល្បងប្រើវិធីផ្សេងសោះទោះបីជាក្បាច់ដែលយើងកំពុងប្រើរាល់ថ្ងៃមានប្រសិទ្ធភាពមែនតែក៏មិនប្រាកដថានៅថ្ងៃខាងមុខវានៅប្រើបានដដែលឬអត់នោះទេកត្តាសំខាន់ធ្វើឲ្យមនុស្សស្រីមានអារម្មណ៍គឺអាស្រ័យតាមចិត្តបុរសដូចនេះចិត្តរបស់មនុស្សស្រីអាចប្រែប្រួលគ្រប់ពេលវេលាមានន័យថាពេលនេះគាត់ចូលចិត្តរបៀបនឹងមែនតែមិនមែនមានន័យថាលើកក្រោយគាត់ចង់បានបែបនឹងដដែលទៀតនោះទេប្រុសយើងត្រូវមានការប្រុងប្រយ័ត្ននិងយកចិត្តទុកដាក់សង្កេតមើលថាតើខាងស្រីចូលចិត្តសកម្មភាពមួយណាដែលយើងធ្វើដាក់គាត់បើដឹងថាដៃគូចូលចិត្តបែបណាហើយយើងអាចប្រើវិធីមួយនេះសិនតែហាមប្រើតែក្បាច់មួយនេះមួយជីវិតឲ្យសោះចំណុចទី4គិតថាការរួមភេទគឺជារឿងសំខាន់លើដងខ្លួនមួយមុខប្រុសត្រូវចាំថាមនុស្សស្រីក៏ចង់ខាងឲ្យប្រុសដាស់អារម្មណ៍ផ្លូវចិត្តរបស់ខ្លួនដូចគ្នាមនុស្សស្រីជាច្រើនគិតដល់រឿងសប្បាយពេលគាត់កំពុងរួមភេទដើម្បីដាស់អារម្មណ៍របស់គាត់មួយកម្រិតថែមទៀតបើដឹងហើយប្រុសគ្នាយើងសាកល្បងមួយគាត់មើលទៅយើងក៏អាចចូលរួមគិតរវើរវាយតាមការគិតរបស់ដៃគូខាងស្រីដើម្បីឲ្យអ្នកទាំងពីរមានអារម្មណ៍ស្និទ្ធស្នាលដូចគ្នាមិនមែនតែប៉ុណ្ណោះវិធីមួយនេះថែមទាំងជួយឲ្យទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរកាន់តែផ្អែមល្ហែមជាងមុនមួយកម្រិតថែមទៀតផងចំណុចទី5គិតថាពេលរួមភេទធ្វើឲ្យស្រីមានអារម្មណ៍ស្រាប់ស្រាលហើយជាការយល់ច្រឡំរបស់ប្រុសការស្រាប់ស្រាលរបស់ស្រីភាគច្រើនមិនមែនតែកាត់ឡើងអំឡុងពេលរួមភេទនោះទេក្បាច់រួមភេទជាច្រើនមិនអាចរំញោចឲ្យស្រីដល់ចំណុចកំពូលស្រាប់ស្រាលឡើយនិងមិនអាចផ្ដល់ក្តីសុខដូចអ្វីដែលនាងចង់បាននោះឡើយបើចង់ឲ្យមានអារម្មណ៍ស្រាប់ស្រាលស្រីត្រូវការសកម្មភាពបបោសអង្អែលមុននឹងចាប់ផ្ដើមប្រតិបត្តិការមែនទែនអ្នកជំនាញបានលើកឡើងថាមនុស្សស្រីងាកដល់ចំណុចកំពូលពេលរួមភេទតាមមាត់ប្រដាប់រំញ័រក៏ជួយដាស់អារម្មណ៍គាត់ឲ្យកាន់តែខ្លាំងដូចនេះប្រុសគួរតែចេះប្រើវត្ថុជំនួយទាំងអស់នោះបើសកម្មភាពបែបនេះធ្វើឲ្យដៃគូយើងពេញចិត្តយើងនឹងអាចធ្វើបានទៅមុខនៅថ្ងៃមុខទៀត